បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺបាយបំពងទាបងប្អូនទាំងអស់គ្នាបើបងប្អូនទាំងអស់គ្នានេះគឺជាសាលាគុណហនុមានមានជ័យជាសាលាគុណដែលបង្ហាត់បង្រៀនទាំងប្រយុទ្ធសម្ដែងនិងសុខភាពបាទបងប្អូនទាំងអស់គ្នាទីតាំងនេះខ្ញុំចង់ប្រាប់ថាដរាបណាដែលខ្ញុំអាចនិយាយបានដើរបានគឺខ្ញុំអត់បាត់ទេបងប្អូនទាំងអស់គ្នាខ្ញុំស៊ូដើម្បីសាលាគុណមួយនេះពាក្យថាស្រឡាញ់ពាក្យថាអភិរក្សនិងថែរក្សាចង់ទុកនៅបងប្អូនទាំងអស់គ្នាដល់តែធ្វើឲ្យឃើញចឹងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំហូបពងទាតែថ្ងៃក្រោយមិនគាត់ថាខ្ញុំហូបពងទាទៀតទេប្រហែលជាអត់មានពងទាហូបផងទៅប៉ុន្តែខ្ញុំអត់ចោះចាញ់ទេបងប្អូនទាំងអស់គ្នាចឹងសម្រាប់បងប្អូនដែលចង់វឹកហាត់ដើម្បីជួយសាលាគុណខ្ញុំឲ្យបានបន្តទៅមុខទៀតបងប្អូនអាចមកហាត់នៅទីតាំងសាលាគុណខ្ញុំបានដែលមានទីតាំងនៅចិត្តសាបហេទាក្បែរនឹងវិហារចាមចាក់ជ្រូកចិត្តនឹងចំពោះវ័នបងប្អូនទាំងអស់គ្នាណាបាទខ្ញុំនៅតែនិយាយដដែលបាទទោះបីជាយ៉ាងណាក៏ដោយឲ្យតែខ្ញុំនៅនិយាយការដើរបានគឺខ្ញុំអត់បាត់សាលាគុណនេះទេបងប្អូនទាំងអស់គ្នាបាទខ្ញុំអត់បាត់ទេបងប្អូនទាំងអស់គ្នាបងប្អូនបាទមកហូបបាយសាលាមួយខ្ញុំបងប្អូនទាំងអស់គ្នាបាទពងទាតែពងទាឆ្ងាញ់បងប្អូនទេណាគឺឆ្ងាញ់បងប្អូនយើងដាក់ទឹកត្រីតិចមកបាទហើយយើងមានម្ទេសខ្លះក៏បានដែរបងប្អូនទាំងអស់គ្នាមានម្ទេសខ្លះមកព្រោះឲ្យបាយក្តៅៗបងប្អូនទាំងអស់គ្នាគឺឆ្ងាញ់បងប្អូនហើយមែនទេពីមុនខ្ញុំហៅពងទាហូបចង់បានបងប្អូនទាំងនេះឥឡូវបានពងទាហូបវាពិសេសពិសាសម្រាប់ខ្ញុំបងប្អូនទាំងនេះណាសាលាគុណនេះបងប្អូនទាំងនេះខ្ញុំនៅតែកាលណាក៏ខ្ញុំតែបន្តដែរទោះបីខ្ញុំលក់របស់អស់ពីខ្លួនក៏ដោយក៏ខ្ញុំនៅតែបន្តដែរតាក់ទងជាមួយនឹងសិល្បៈបុរាណបងប្អូនទាំងនេះលក្ខណៈរបស់តោនេះគឺជាក្បាច់គុណអ្វីចំណាស់មួយប៉ុន្តែបងប្អូនខ្លះក៏តែងតែគិតថាយកទៅវាយអង្កើក្បាច់គុណនេះសម្រាប់តែបញ្ជនដូចតែគ្នាទេបងប្អូនទាំងគ្នាប៉ុន្តែថារបស់កតៅគឺយើងមានសិល្បៈបាទហើយយើងមានអាវុធបាទជាច្រើនបងប្អូនដែលឃើញមានដាវមានពេមានធ្នូមានកាក់មានអែលមានអីហ្នឹងគឺតាក់ទងនឹងបាទរបស់កតៅតាក់ទងនឹងការធ្វើសក្តិគ្រាមបងប្អូនទាំងគ្នាបាទខ្ញុំនៅតែបញ្ជាក់ប្រាប់បងប្អូនថាសាលាគុណនេះខ្ញុំនៅតែបន្តបងប្អូនទាំងគ្នាទោះបីខ្ញុំលក់របស់អស់ពីខ្លួនយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែអត់បាត់សាលាគុណនេះដែរបងប្អូនទាំងគ្នាខ្ញុំនៅតែបើកសាលាគុណនេះរហូតតតែខ្ញុំនិយាយលេងកើតដើរលេងបានបងប្អូនទាំងគ្នាទើបខ្ញុំបិទបាទទើបខ្ញុំបិទបងប្អូនហើយសាលាគុណដែលបងប្អូនបានឃើញនេះអត់ធំទេបងប្អូនទាំងគ្នាគឺសមល្មមប៉ុន្តែវាបង្កើតចេញមកពីបេះដូងរបស់ខ្ញុំពីការស្រឡាញ់របស់ខ្ញុំពីការព្យាយាមរបស់ខ្ញុំទើបខ្ញុំអាចបង្កើតនៅសាលាគុណនេះមួយបានបងប្អូនមួយខែ$15បងប្អូនថាថ្លៃចុះបងប្អូនយកទៅពិសាស្រាយកទៅចាយវាយដោយអត់បានអីមកវិញ$15បងប្អូនគ្រាន់តែចំណាយមួយខែទិញសុខភាពខ្លួនឯងបងប្អូនអត់ទៀតបាទតែបងប្អូនខ្លះទៀតហ៊ានទៅហាត់1ម៉ោង$15ក៏មានដែរមួយខែ$300-400ក៏មានដែរបាទទៅហាត់សម្រាប់ហាត់ក្បាច់គុណនេះគឺយើងបានទាំងសុខភាពបានទាំងអភិរក្សថែរក្សាបានទាំងការពារខ្លួនហើយបងប្អូនចង់ស្រកឡូនក៏បានទៀតនោះវាបានមួយសេតទាំងអស់វាបងប្អូនមកតាទីនេះមួយគឺបងប្អូនបានទាំងអស់អ្វីដែលបងប្អូនចង់បានណាខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនឃើញហើយនឹងជួយ share ហើយបងប្អូននឹងជួយ support បើមិនមានបងប្អូនទេខ្ញុំដឹងថាខ្ញុំត្រូវឈរជើងដល់ថ្ងៃណាទៀតទេបងប្អូនណាបងប្អូនបានដឹងហើយចាក់តោះនឹងអ្នកស្រឡាញ់វប្បធម៌ខ្ញុំអត់អាចឃើញអ្នកណាដែលគាត់មានទេបងប្អូននិយាយមែនណាបាទអ្នកដែលស្រឡាញ់វប្បធម៌គឺនិយាយមែនតែឃើញមានអ្នកណាមានទេបើគាត់មានក៏គាត់មានដោយសារតែមុខរបររបស់គាត់ផ្សេងទៀតដែរអ្នកដែលតាក់ទងវប្បធម៌បានត្រឹមតែមករស់បានត្រឹមតែមកហូបគ្រប់តែប៉ុណ្្នឹងឯងបងប្អូនបាទខាងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះទេបងប្អូនអរគុណសូមតែបងប្អូនខុសឆ្គងអីសូមអធិស្ឋានអភ័យទោសដល់ខ្ញុំបាទបងប្អូនជួយពីបងប្អូន